ជាស្ត្រីមេម៉ាយជីកង់រើសអេតចាយបានលុយបន្តិចបន្តួចចិញ្ចឹមឪពុកចាស់ជរានិងកូន2នាក់ក្នុងបន្ទុកកូនម្នាក់គឺជាមនុស្សកោថ្លង់ថ្ងៃរៀបលិចមេឃចិត្តងងឹតទៅហើយខ្ញុំកំពុងតែធ្វើដំណើរតាមដងផ្លូវស្រាប់តែឃើញអ្នកមីងម្នាក់កំពុងតែធាក់កង់ដឹកអេតចាយសំពីងសំពងនៅតាមផ្លូវខ្ញុំក៏បានឈប់ឡានដើម្បីសួរនាំគាត់អ្នកមីងនិយាយប្រាប់ខ្ញុំទាំងទឹកមុខក្រៀមក្រំគាត់ឈ្មោះភ័ណ្ឌជាស្ត្រីមេម៉ាយត្រូវទទួលបន្ទុកចិញ្ចឹមឪពុកចាស់ជរានិងកូន2នាក់កូនម្នាក់គឺជាមនុស្សកោថ្លង់រាល់ថ្ងៃនេះគ្រួសារគាត់ជួបទុក្ខលំបាកខ្លាំងណាស់រោគព្រឹកខ្វះល្ងាចរោគល្ងាចខ្វះព្រឹកខ្ញុំស្ដាប់អ្នកមីងនិយាយរួចខ្ញុំសង្វេគចិត្តខ្លាំងណាស់ដោយសារតែក្តីអាណិតអាសូរខ្ញុំជូនជាថវិកានិងស្បៀងអាហារមួយចំនួនជូនទៅអ្នកមីងនៅពេលដែលអ្នកមីងទទួលបានអំណោយទឹកមុខអ្នកមីងពិតជារំភើបសប្បាយរីករាយខ្លាំងណាស់បាយចិត្តអត់ទេយ៉ាងនេះចាសប្បាយចិត្តទេរំភើបវិញយ៉ាងនេះចារំភើបបាទហ្នឹងហើយអ្នកបានឃើញវីដេអូនេះហើយសូមជួយ share ម្នាក់មួយផងដើម្បីឲ្យសប្បុរសជនបានឃើញជួយអ្នកមីងភ័ណ្ឌផង